រឿងស្នេហ៍ខូវ៉ាន់ណាកាលពីដើមឡើយនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយមានបុរសដ៏សុភាពរៀបសារម្នាក់ឈ្មោះសារ៉ាន់បានមើលថែសួនច្បាររបស់គាត់យ៉ាងយកចិត្តទុកដាក់ពេលព្រឹកព្រលឹមមួយនារីអ្នកមានម្នាក់ឈ្មោះផល្លាក្នុងសម្លៀកបំពាក់ល្អប្រណិតបានដើរកាត់បុរសនោះដោយមានភាពតាក់ទាញស្នាមញញឹមដ៏ទន់ភ្លន់របស់នាងកញ្ញាផល្លាសួរថាតើអ្នកដាំការនេះដោយខ្លួនឯងមែនទេសារ៉ាន់ឆ្លើយថាបាទខ្ញុំដាំដោយខ្លួនឯងវាមិនមានតម្លៃដូចម៉េះទេតែវាគួរឲ្យរីករាយដោយក្តីស្រឡាញ់ទោះបីជាពិភពលោករបស់ពួកគេខុសគ្នាក៏ដោយប៉ុន្តែការចង់ដឹងចង់ឃើញរបស់កញ្ញាផល្លាបានបន្តនាំនាងត្រឡប់មកវិញម្ដងទៀតកញ្ញាផល្លាបាននិយាយថាតើអ្នកចង់បានអ្វីបន្ថែមទៀតទេសារ៉ាន់ឆ្លើយថាពេលខ្លះប៉ុន្តែខ្ញុំបានដឹងថាសុភមង្គលលូតលាស់នៅកន្លែងដែលអ្នកស្រោចទឹកវាសារ៉ាន់បានចែករំលែកអាហាររបស់គាត់ជានំប័ុងនិងផ្លែឈើដ៏សាមញ្ញប៉ុន្តែសារ៉ាន់គឺចែករំលែកដោយស្មោះកញ្ញាផល្លាបាននិយាយថាទោះបីគ្មានចាននឹងសមប៉ុន្តែវាមានរសជាតិឆ្ងាញ់ជាងនៅក្នុងពិធីជប់លៀងទៅទៀតសារ៉ាន់ឆ្លើយថាអាហារមានរសជាតិផ្អែមជាពេលដែលខ្ញុំត្រូវចែករំលែកពួកគេបានបង្រៀនគ្នាទៅវិញទៅមកអំពីជីវិតរបស់ពួកគេសារ៉ាន់បានរៀបរាប់អំពីដីចំណែកផល្លាបានរៀបរាប់អំពីផ្កាយកញ្ញាផល្លាបាននិយាយថាខ្ញុំមិនដែលបានប៉ះផ្ទាល់ជាមួយដីបែបនេះទេសារ៉ាន់ឆ្លើយថាហើយខ្ញុំមិនដែលឃើញតារានិករតាមកៅយិតទេរំពេចនោះមានភ្លៀងធ្លាក់មួយមេមកហើយពួកគេសប្បាយចិត្តនឹងនាំគ្នារំលែងយ៉ាងមានសុភមង្គលកញ្ញាផល្លាបាននិយាយថាយើងនឹងងូតទឹកលេងជាមួយគ្នាសារ៉ាន់ឆ្លើយថាអញ្ចឹងតោះយើងងូតទឹកភ្លៀងទាំងអស់គ្នាថ្ងៃមួយស្បែកជើងដ៏ថ្លៃរបស់កញ្ញាផល្លាបានរហែកសារ៉ាន់បានដេរវាដោយស្ងៀមស្ងាត់ដោយខ្សែអំបោះនិងការយកចិត្តទុកដាក់បំផុតសារ៉ាន់បាននិយាយថាវាមិនដូចស្បែកជើងថ្មីទេប៉ុន្តែវាជួយសម្រួលឲ្យអ្នកពាក់វាទៅដល់ផ្ទះបានយ៉ាងស្រួលកញ្ញាផល្លាបានឆ្លើយថាវាមានន័យខ្លាំងណាស់ជាងអ្វីដែលបានទិញថ្មីទៅទៀតកញ្ញាផល្លាបានត្រឡប់មកវិញដោយការពេញចិត្តដោយជួយសារ៉ាន់ជួសជុលដំបូលចាស់ៗរបស់គាត់ដែលបានខូចកញ្ញាផល្លាបាននិយាយថាខ្ញុំមិនធ្លាប់ប្រើឧបករណ៍នេះពីមុនមកទេសារ៉ាន់ឆ្លើយថាអ្នកគឺពិតជាធ្វើបានល្អណាស់នៅក្នុងពិធីបុណ្យភូមិមួយពួកទាំងពីរនាក់គេបានអុជគោមរួមគ្នាផ្សងទៅថ្ងៃអនាគតដូចគ្នាកញ្ញាផល្លាបាននិយាយថាខ្ញុំបួងសួងវាតាមបំណងប្រាថ្នាសារ៉ាន់ឆ្លើយថាខ្ញុំក៏បានបួងសួងវារួចរាល់ដែរហើយថ្ងៃមួយក៏បានលើដំណឹងដល់គ្រួសាររបស់កញ្ញាផល្លាពួកគាត់មិនយល់ព្រមឲ្យពួកគេតាក់ទងគ្នាទេឪពុកម្ដាយរបស់កញ្ញាផល្លាបាននិយាយថាគាត់មិនដូចយើងទេប៉ុន្តែបេះដូងរបស់កញ្ញាផល្លាដឹងពីអ្វីដែលសំខាន់កញ្ញាផល្លាបាននិយាយថាគាត់មិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនទេប៉ុន្តែគាត់មានចិត្តស្មោះសរខ្លាំងណាស់សារ៉ាន់មិនឆ្លើយតបកាន់ដៃនាងដោយស្ងៀមស្ងាត់ពួកគេបានសាងជីវិតដោយការសើចសប្បាយការប្រឹងប្រែងនិងសេចក្តីស្រឡាញ់សារ៉ាន់បាននិយាយថាពួកយើងរកបានតិចតួចណាស់កញ្ញាផល្លាតបវិញថាតែខ្ញុំមិនដែលមានអារម្មណ៍ថានៅណាយទេប្រសិនបើពេញចិត្តនៅវីដេអូមួយនេះសូមជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងសូមអរគុណ